សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំចង់ចេញវីដេអូមួយបង្ហាញដល់បងប្អូនទាំងអស់គ្នាទាក់ទងនឹងទូរស័ព្ទរបស់យើងអត់មានប៊ូតុងទាំង3បងប្អូនទាំងគ្នាចាចុចត្រឡប់ហើយនឹងប៊ូតុងចុចបិទកណ្ដាលហើយនឹងប៊ូតុង home screen ណាបងប្អូនចាអញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនដូចទូរស័ព្ទនេះខ្ញុំអញ្ចឹងគឺអត់មានទេបងប្អូនអញ្ចឹងបើសិនជាយើងចង់ដាក់បងប្អូនបើសិនជាទូរស័ព្ទបងប្អូនអត់មានដូចទូរស័ព្ទនេះខ្ញុំដែរបងប្អូនអាចដាក់បានចាមុនដំបូងគឺយើងចូលទៅកន្លែង setting នេះបងប្អូនចាយើងចូលកន្លែង setting ហ្នឹងមកបន្តមកទៀតយើងបបាក់អូសរមើចាយើងបបាក់អូសរមកយើងចុចកន្លែងនេះមកបងប្អូនកន្លែង search ហ្នឹងមកហើយយើងវាយជាភាសាអង់គ្លេសមកយើងវាយថា navigation ចា navigation ហ្នឹងមកបន្ទាប់មកយើងចុចកន្លែងនេះមកបងប្អូនចាតមកវានឹងចេញតម្រងបែបនេះចានៅពេលចេញតម្រងបែបនេះឃើញអត់បងប្អូនចាទូរស័ព្ទរបស់ខ្ញុំគឺវានៅតម្រងនេះគឺវាអត់មានប៊ូតុងទាំង3ហ្នឹងទេអញ្ចឹងបើសិនជាបងប្អូនចង់ដូរប៊ូតុងមកដាក់មានប៊ូតុងត្រឡប់ចាប៊ូតុង back ប៊ូតុងថយហ្នឹងគេហៅថាប៊ូតុងថយប៊ូតុងចុចបិទកណ្ដាលហើយនឹងប៊ូតុង home screen ហ្នឹងបងប្អូនចាអញ្ចឹងយើងដាក់វាមកបងប្អូនចាយើងដាក់មកខាងនេះមកចាតមកយើងចុចមកខាងនេះមកឃើញបងប្អូនចាអញ្ចឹងវានឹងមានប៊ូតុងឲ្យបងប្អូនសម្រាប់រើសចាអញ្ចឹងបងប្អូនចង់រើសយកមួយណាចង់យកអាតម្រងខាងលើក៏បានចង់យកអាតម្រងខាងក្រោមក៏បានចាអញ្ចឹងចំណែកខ្ញុំគឺខ្ញុំយកអាតម្រងខាងក្រោមទៅចាស្រេចបងប្អូនទម្លាប់ដៃទេបងប្អូនចង់ប្រើអាមួយណាក៏បានដែរចាអញ្ចឹងខ្ញុំយកតម្រងខាងក្រោមនេះបើបងប្អូនចង់ដាក់អាតម្រងខាងលើដាក់ខាងលើទៅតែនេះខ្ញុំដាក់ខាងក្រោមចាដាក់អញ្ចឹងមកឃើញបងប្អូនឃើញវាចេញតម្រងបែបនេះអត់អញ្ចឹងយើងងាយស្រួលបងប្អូនចាចុចកណ្ដាលចេញចាដល់ពេលចឹងចុចខាងចេះមកវាចេញមកចេះយើងស្រួលថយរើសអញ្ចឹងណាចាងាយស្រួលមែនតើអញ្ចឹងបងប្អូនអាចសាកវិធីនេះបានចាអរគុណច្រើនវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសូមបងប្អូនជួយ like ជួយ share វីដេអូនេះខ្ញុំម្នាក់មួយផងអរគុណច្រើនបាយបាយជួបគ្នាវីដេអូក្រោយតើបងប្អូនថយបងប្អូនចាចុចលើហ្នឹងមកភ្លាវាមកចាចុចបិទកណ្ដាលអញ្ចឹងមក